លើកទី1អ្នកទាំងអស់គ្នាដែលខ្ញុំធ្វើការហើយមកជួបរឿងឈឺខ្លួនអញ្ចឹងបើវីដេអូនេះខ្ញុំផលឡើយធ្វើឲ្យមានរូបភាពមិនសមរម្យចំពោះក្រតិសៈរបស់ប្រទេសនៅក្នុងពេលនេះក៏សូមអធិស្ឋានពីអ្នកទាំងអស់គ្នាផងណាតាមពិតទៅរូបនេះក៏ដូចជាកុនសេពមួយនេះខ្ញុំបានថតតាំងពីដើមខែតាំងពីមុនពេលមានសង្គ្រាមមកហើយអ្នកទាំងអស់គ្នាខ្ញុំថតជាមួយនឹងកាហ្វេ AK7 ហើយកាហ្វេ AK7 ណារូបរាងប្រអប់គឺពណ៌បៃតងហើយអញ្ចឹងខ្ញុំក៏គិតថាអញ្ចឹងថតគ្រីស្មាស់ហ្មងទៅមើលទៅវាចូលគ្នាល្អអញ្ចឹងណាពណ៌គ្រីស្មាស់និងពណ៌កាហ្វេមើលរៀងខ្ញុំក្នុងវីដេអូនេះបានអត់មាន edit ទេកុំឲ្យថាផុសរូបដូច edit បានប៉ុន្តែវីដេអូនេះគឺ real តែម្ដងអ្នកទាំងអស់គ្នាស្គមដែលមានប្រសិទ្ធភាពស្គមដែលគុណភាពស្គមដែលមានប្រសិទ្ធភាពលឿនបំផុតអ្នកទាំងអស់គ្នាចង់បានរៀនដែល slim ស្អាតដូចជាខ្ញុំកុំភ្លេចជួយនឹងកាហ្វេ AK7 ដោយបងប្អូនឃើញចឹងញ៉ាំប៉ិតទៅប្រាប់ប៉ិតហើយចង់ប្រាប់ថារៀងមួយនេះខ្ញុំថែណាមិនមែនកើតមកស្អាតនឹងហើយគឺអត់ថែរៀងទេណាបើអត់ថែក៏វាបាត់បង់ដូចគ្នាអញ្ចឹងចូលរឿងយើងវិញអ្នកទាំងអស់គ្នានិយាយទៅចង់ខ្ញុំព្រោះនៅជាប់អត់ទាន់បាត់ទេណាអ្នកទាំងអស់គ្នាប្រកាសជាឆ្ងល់ថាមិនបានខ្ញុំធ្លាក់មកពីលើនឹងអញ្ចឹងដោយបងប្អូនឃើញអញ្ចឹងគឺថារត់តែដួលទេដោយសារតែថ្ងៃនេះខ្ញុំពាក់បិជើងកែងខ្ពស់ខ្លាំងមែនតើហើយខ្ញុំអត់ចេះពាក់អីបិជើងកែងក្រាស់ៗហ្នឹងអាកែងក្រាស់ៗហ៎ហើយខ្ញុំមើលណាខ្លាចអាខ្សែនេះអាខ្សែពីរហ្នឹងវាធ្លាក់ចុះមកចាមើលមែនតើដល់តែសុខភាពបាទខ្ញុំព្រមឡើងហើយនិយាយពីថាខ្ញុំខ្លួនឯងនេះគឺថាប្រហើនតែម្ដងអ្នកនេះសាក់ស្ដាប់សលេងមើលឡើងហ្នឹងណាអូយថតមិនកើតទេចុះឡើងអង្គុយវិញចាតែអង្គុយនេះមិនអង្គុយស្រួលទៀតគឺអូយពិបាកអង្គុយណាស់ដោយសារតែដៃហ្នឹងគឺមូលណាអ្នកទាំងអស់គ្នាដល់ពេលអញ្ចឹងទៅពេលយើងអង្គុយទៅវាអត់នឹងទេព្រោះយើងត្រូវប្រើគូតយើងតែចំហៀងតែអង្គុយលើដៃហ្នឹងអ្នកនេះឃើញអត់ប៊ីសដួលប៊ីសអីអញ្ចឹងរហូតពួកគាត់ចាំចាប់ខ្ញុំរហូតនិយាយទៅអរគុណទៅដល់ហាងម៉ែរាជនីខ្លះមែនតើគឺ take care ខ្ញុំសាហាវហើយខ្ញុំហេតុតែចង់បានរូបស្អាតណាក៏នឹកឃើញចេះបងសាក់ជួយយល់ខ្ញុំបន្តិចមើលឃើញអត់អ្នកទាំងអស់គ្នាតើបានរូបមួយមិនមែនស្រួលទេណាហើយនេះហើយសាហេតុតែអ្នកទាំងអស់គ្នាបានឃើញពីដើមវីដេអូចាយល់ជ្រុលដៃមកបដ rồi mình chạy không? Một bên một hai. Thấy chưa? Cho nên tất cả các bạn xin chào mừng các bạn đến với kênh của mình Studio. រត់តែងើបឡើងមកភ្លាមណាពីញៀននារីរងមចាប់បានចូលសន្ធិដ្ឋខ្ញុំទៀតហើយមកងើបនិយាយលេងគាត់ធម្មតាធ្វើប្រម៉ូទកន្លែងគាត់ទៀតហើយរាជនី Studio អញ្ចឹងទៅចាថតរូបស្អាតណាស់ចូលមកចំជើងអញ្ចឹងរៀងឈឺខ្លាំងដែរមើលទៅមុខខ្ញុំក្នុងវីដេអូអ្នកទាំងអស់គ្នានិយាយទៅសោកលេងសមហើយប៉ុន្តែខ្ញុំខ្លាចពួកគាត់បារម្ភពីខ្ញុំអញ្ចឹងខ្ញុំដូរទៅជាលេងខ្លែងវិញទៅពួកគាត់បានសោកទាំងអស់គ្នាអញ្ចឹងណាអញ្ចឹងវីដេអូយើងគឺមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាសូមកម្លាំងចិត្តម្នាក់មួយមកណាជើងអូនចិត្តជីអរគុណច្រើនបាយបាយ